ថ្ងៃចុងសប្តាហ៍ថ្ងៃអាទិត្យគឺជាថ្ងៃមួយដែលមនុស្សភាគច្រើនតែងតែទន្ទឹងរង់ចាំឲ្យដល់ឆាប់ៗមិនថាអ្នកធ្វើការឬក៏ជាសិស្សនិស្សិតជាដើមដោយសារតែថ្ងៃនេះគឺជាថ្ងៃដែលទំនេរដែលពួកគាត់អាចសម្រាកបានមិនថាលំហែនៅផ្ទះឬក៏ចេញដំណើរទៅដើរលេងតាមតំបន់កម្សាន្តផ្សេងៗក្នុងនោះមានខ្ញុំម្នាក់ដែរដែលកំពុងធ្វើដំណើរដោយម៉ូតូឆ្ពោះទៅកាន់ក្រាសាំងមួយកន្លែងដើម្បីត្រៀមជួបជុំគ្នាមុននឹងចេញដំណើរទៅកាន់តំបន់ប្រាសាទសម្បូរព្រៃគុកដែលមានចម្ងាយប្រមាណ160គីឡូជាងពីខេត្តសៀមរាបមិនថានរណាទេធ្វើការមួយសប្តាហ៍ពេញមិនថាអ្នករស់ស៊ីឬក៏អ្នកធ្វើការឯកជនជាដើមតែងតែចង់បានពេលវេលាមួយនៅចុងសប្តាហ៍ដើម្បីឆ្លៀតពេលឆ្ពោះទៅកាន់កន្លែងណាមួយដែលពួកគាត់អាចសម្រាកក៏ដូចជាលំហែខួរក្បាលបានជាដើមហើយថ្ងៃនេះផងដែរគឺយើងធ្វើដំណើរចេញទៅពីព្រលឹមមែនទែនមុនថ្ងៃរះទៅទៀតដែលនៅពេលដែលយើងធ្វើដំណើរតាមផ្លូវទៅហ្នឹងគឺថ្ងៃចាប់ដើមរះមកម្ដងបន្តិចជះពន្លឺមកលើផ្លូវជាតិលេខ6ឆ្ពោះទៅទិសខាងកើតដែលជាទិសដៅពីខេត្តសៀមរាបទៅកាន់ខេត្តកំពង់ធំការចេញដំណើរទៅដើរលេងនៅទីណាមួយនៅពេលព្រឹកព្រលឹមគឺជាការល្អដោយសារតែយើងធ្វើដំណើរបានលឿនមិនសូវជាមានឡានម៉ូតូឬក៏ចរាចរណ៍ច្រើនលើសពីនេះអាកាសធាតុក៏ត្រជាក់ល្អជាមួយនឹងទេសភាពតាមផ្លូវនៅពេលដែលយើងធ្វើដំណើរទៅយើងអាចគយគន់ជាមួយនឹងទេសភាពធម្មជាតិពិសេសហ្នឹងគឺអាចគយគន់ថ្ងៃរះបានទៀតការធ្វើដំណើររបស់យើងគឺមួយមិនសូវជាមានការប្រញាប់ប្រមាណទេដោយសារតែយើងមានពេលវេលាច្រើនហើយការធ្វើដំណើរពីខេត្តសៀមរាបទៅកាន់ខេត្តកំពង់ធំផ្ទាល់គឺមិនសូវជាឆ្ងាយប្រមាណទេដោយសារតែផ្លូវជាតិហើយណាមួយទៀតគឺជាផ្លូវត្រង់រហូតអញ្ចឹងគឺយើងមិនសូវជាមានភាពលំបាកអីប្រមាណទេយើងបានឈប់សម្រាកនៅក្រាសាំងមួយនៅស្រុកស្ទងនឹងប្រហែលជាខ្ទង់10ទៅ15នាទីបន្ទាប់មកក៏យើងធ្វើដំណើរតទៀតឆ្ពោះទៅកាន់ព្រៃប្រោះការជិះម៉ូតូដើរលេងទៅកាន់តំបន់កំសាន្តក៏ដូចជាតំបន់ទេសចរផ្សេងគឺជាចំណង់ចំណូលចិត្តមួយរបស់ខ្ញុំហើយខ្ញុំតែងតែធ្វើវាជារឿយៗមិនថាថ្ងៃសៅរ៍អាទិត្យឬក៏ចំថ្ងៃសម្រាប់ផ្សេងជាដើមដោយសារតែសកម្មភាពមួយនេះវាអាចជួយឲ្យយើងមានអារម្មណ៍ថាស្រស់ស្រាយធូរស្បើយពីបញ្ហាផ្សេងជាពិសេសដែលយើងធ្វើការពេញមួយសប្តាហ៍ពេញហើយអញ្ចឹងយើងអាចមកសាក់ថ្មក៏ដូចជាមករំសាយអារម្មណ៍ជាមួយនឹងការជិះម៉ូតូដែលធ្វើឲ្យយើងមានអារម្មណ៍ថាមានសេរីភាពមែនទែនយើងបានមកដល់ទីតាំងក្រាសាំង PTT ខេត្តកំពង់ធំមួយដែលជាចំណុចបំបែកទៅកាន់តំបន់ប្រាសាទសម្បូរព្រៃគុកអញ្ចឹងហើយក៏យើងនៅសម្រាប់នៅនឹងប្រហែលជាខ្ទង់ 10-20 នាទីក៏ដូចជាដើម្បីចាក់សាំងបន្ថែមផងដែរដោយសារតែយើងចេញពីសៀមរាបមកគឺខ្ញុំអត់បានចាក់ទេ
ហើយពីផ្លូវបំបែកនេះដើម្បីធ្វើដំណើរទៅកាន់តំបន់ប្រាសាទសម្បូរព្រៃគុកហ្នឹងគឺមិនសូវជាយូរប្រហែលទេដោយសារតែផ្លូវពីហ្នឹងទៅក៏ស្រួលដែរគ្រាន់តែថាទៅដល់ចិត្តប្រាសាទគឺផ្លូវរាងតូចបន្តិចតែយ៉ាងណាក្តីគឺការធ្វើដំណើរងាយស្រួលដូចគ្នាការធ្វើដំណើរមកនេះគឺជាលើកទី2របស់ខ្ញុំដែលបានមកដល់តំបន់ប្រាសាទសម្បូរព្រៃគុកនេះដែលលើកទី1ដែលខ្ញុំបានមកគឺរយៈពេលយូរមែនទែនប្រហែលជាខ្ទង់ចង់10ឆ្នាំមុនឯណោះអញ្ចឹងហើយសម្រាប់ផ្លូវចូលមកគឺខ្ញុំត្រូវការមើលផែនទីរហូតដោយសារតែយើងអត់បានចាំផ្លូវទេហើយការធ្វើដំណើរមកអ្វីដែលកត់សម្គាល់ហ្នឹងគឺមានការផ្លាស់ប្ដូរច្រើនដែលខ្ញុំមកពីមុនហ្នឹងគឺផ្លូវមិនសូវជាល្អដូចអញ្ចឹងទេប៉ុន្តែឥឡូវគឺមានការចាក់កស៊ូក៏ដូចជាការរៀបចំច្រើនបន្ថែមមែនទែនប្រាសាទសម្បូរព្រៃគុកត្រូវបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO នៅថ្ងៃទី8 កក្កដាឆ្នាំ2017តំបន់ប្រាសាទសម្បូរព្រៃគុកមានទីតាំងនៅក្នុងភូមិសម្បូរឃុំសម្បូរស្រុកប្រាសាទសម្បូរខេត្តកំពង់ធំដែលមានចម្ងាយប្រមាណប្រហែលជា28គីឡូភាគឦសាននៃទីរួមខេត្តកំពង់ធំរាជធានីបុរាណដែលប្រាសាទសម្បូរព្រៃគុកត្រូវបានរកឃើញនាពេលបច្ចុប្បន្ននេះត្រូវបានគេកំណត់ថាជាឦសានបុរៈដែលជារាជធានីនៃសម័យចេនឡានៅសតវត្សទី7អ្វីដែលយើងកត់សម្គាល់នៅពេលដែលយើងទៅដល់យើងសង្កេតឃើញថាស្ថាបត្យកម្មនិងការសាងសង់ប្រាសាទទាំងអស់គឺសាងសង់ដោយប្រើប្រាស់ជាមួយនឹងឥដ្ឋហើយអ្វីដែលលើសពីហ្នឹងគឺតួមានរហូតដល់ទៅ8ជ្រុងដែលមិនមានទេក្នុងសិល្បៈខ្មែរសម័យក្រោយនិងនៅតាមប្រទេសដទៃក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងសម័យកាលនោះការដែលបានមកដល់ប្រាសាទមួយដែលត្រូវបានកសាងឡើងនៅក្នុងរជ្ជកាលមួយខុសពីរជ្ជកាលនៃប្រាសាទអង្គរក៏ដូចជាសម័យអង្គរគឺធ្វើឲ្យខ្ញុំមានអារម្មណ៍ថាប្លែកអារម្មណ៍ក៏ដូចជាប្លែកភ្នែកជាមួយនឹងការរៀបចំប្រាសាទស្ថាបត្យកម្មនិងប្រវត្តិនៃប្រាសាទនីមួយបើទោះជាប្រាសាទត្រូវបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកក៏ពិតមែនប៉ុន្តែយើងសង្កេតឃើញចំនួនភ្ញៀវទេសចរនៅមានកម្រិតមិនសូវជាមានច្រើនប្រហែលទេហើយភាគច្រើនគឺជាភ្ញៀវជាតិភ្ញៀវក្នុងស្រុកយើងប៉ុណ្ណោះអញ្ចឹងបើសិនជាបងប្អូនបានធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ធំឬក៏ធ្វើដំណើរទៅលេងនៅខេត្តកំពង់ធំមិនគួររំលងទេគោលដៅទេសចរតំបន់រមណីយដ្ឋានប្រាសាទសម្បូរព្រៃគុកនេះពួកយើងបានធ្វើដំណើរចេញពីក្រុមប្រាសាទមួយទៅកាន់ក្រុមប្រាសាទមួយទៀតដែលមានចម្ងាយមិនឆ្ងាយប្រហែលពីគ្នាទេដើម្បីដើរទស្សនាឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងយើងចេញដំណើរទៅសម្រាប់ញ៉ាំបាយថ្ងៃ
Còn này hộp ấy mình ở đây ấy vừa hộp hay cả hộp chứ ở đây băng tờ pi rồiម៉ោងប្រហែលជា2រសៀលយើងក៏ចាប់ផ្ដើមធ្វើដំណើរមកកាន់ខេត្តសៀមរាបវិញប៉ុន្តែតាមរយៈការធ្វើដំណើរមកដោយសារតែយើងឆ្លងកាត់ស្រុកកំពង់ក្ដីផងដែរអញ្ចឹងហើយយើងក៏ឈាងចូលទៅលេងស្ពានបុរាណដែលបងប្អូនភាគច្រើនស្គាល់ថាជាស្ពានកំពង់ក្ដីស្ពានកំពង់ក្ដីឬស្ពានប្រាប់ទិសគឺជាស្ពានបុរាណមួយដែលវែងជាងគេនៅកម្ពុជាក្នុងសម័យអង្គរហើយស្ពាននេះត្រូវបានសាងសង់ក្នុងសតវត្សទី12ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ដែលសង់ពីថ្មបាយក្រៀមនិងថ្មភក់ដែលមានបណ្ដោយ86ម៉ែត្រនិងទទឹង16ម៉ែត្រហើយកម្ពស់ពីបាតស្ទឹងនឹងដល់ទៅ11ម៉ែត្របើទោះជាស្ពាននេះគឺជាស្ពានបុរាណក៏ពិតមែនប៉ុន្តែមកដល់បច្ចុប្បន្ននៅតែត្រូវបានប្រើប្រាស់ដោយអ្នកស្រុកអ្នកភូមិដោយសារតែស្ពាននេះត្រូវបានការពារក៏ដូចជាថែរក្សាបានល្អមែនទែនអញ្ចឹងវីដេអូដំណើរកម្សាន្តនេះក៏បានមកដល់ទីបញ្ចប់អរគុណសម្រាប់ការតាមដានទស្សនាពីដើមដល់ចប់ហើយយើងជួបគ្នានៅវីដេអូក្រោយទៀត